បាទសូមគោរពអាយដាមលោកជំទាវលោកស្រីបងប្អូនទាំងអស់ដែលនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ទាំងអស់ជាទីគោរពរាប់អាននៅថ្ងៃនេះខ្ញុំបាទសូមធ្វើការឆ្លើយតបទៅនឹងការធ្វើបាតកម្មរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងចំនួនប្រមាណ40ទៅ50នាក់យ៉ាងច្រើននៅសហរដ្ឋអាមេរិកក្នុងគោលបំណងប្រឆាំងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោហ៊ុនសែននៅបូរីញូវយ៉កសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកម្ពុជាសហប្រជាជាតិបាទការធ្វើបាតកម្មនេះបាទមានអ្នកខ្លះអួតថារាប់ពាន់អ្នកបាទតែខ្ញុំមើលឃើញនឹងភ្នែកបាទមានមិនលើសពី50អ្នកទេបាទប៉ុន្តែมันសំខាន់ថាអ្នកចូលរួមតិចឬចូលរួមច្រើនទេអ្វីដែលខ្ញុំសូមធ្វើការឆ្លើយតបនៅទៅនេះខ្ញុំចង់បញ្ជាក់ប្រាប់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើការតវ៉ាទាំងនោះថាការប្រឆាំងវត្តមានរបស់សម្ដេចតេជោវាហាក់ដូចជាប្រឆាំងនឹងប្រជាពលរដ្ឋកម្ពុជា15លាននាក់បាទពីព្រោះសម្ដេចតេជោលោកបានក្លាយជានាយករដ្ឋមន្ត្រីតាមរយៈប្រជាពលរដ្ឋបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តជូនលោកនៅខែកក្កដាឆ្នាំ2013កន្លងមកនេះបានន័យថាលោកឡើងមកធ្វើជានាយករដ្ឋមន្ត្រីគឺស្របតាមរដ្ឋធម្មនុញ្ញបាទដូច្នេះបើលោកចង់ចុះវិញក៏ស្របតាមរដ្ឋធម្មនុញ្ញដែរបាទពាក់ព័ន្ធទៅនឹងសកម្មភាពនៃការធ្វើបាតកម្មបែបនេះវាជារឿងក្តីអាម៉ាស់ណាស់បាទក្តីអាម៉ាស់មែនទែនបាទបើយើងជាជនជាតិខ្មែរយើងមានឈាមជ័រជាខ្មែរយើងគួរតែមានមោទនភាពបាទដែលពិភពលោកទាំងមូលផ្ដល់តម្លៃផ្ដល់កិត្តិយសណាឲ្យប្រទេសកម្ពុជាក្លាយទៅជារដ្ឋឯករាជ្យរដ្ឋអធិបតេយ្យភាពមានមុខមានមាត់ស្មើគេស្មើឯងលើឆាកអន្តរជាតិបាទខ្ញុំជាពលរដ្ឋខ្មែរខ្ញុំសប្បាយចិត្តណាស់បាទខ្ញុំសប្បាយចិត្តណាស់បាទហើយបងប្អូននៅទីនោះមិនដឹងថាមានហេតុផលអីដែលបងប្អូនមកប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់គាត់វាហាក់ដូចជាប្រឆាំងនឹងជាតិខ្មែរប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរ15លាននាក់បាទគឺជារឿងមួយមិនអាចទទួលយកបានទេហើយខ្ញុំមិនបន្ទោសបងប្អូនទេតែខ្ញុំយល់ថាប្រហែលជាបងប្អូនទទួលបានព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយអំពីសភាពការពិតនៅប្រទេសកម្ពុជាអញ្ចឹងទេថ្ងៃនេះខ្ញុំសូមធ្វើការឆ្លើយតបទៅកាន់បងប្អូនទាំងអស់តាមរយៈវីដេអូឃ្លីបមួយនេះបាទដើម្បីបងប្អូនជ្រាបថាទី1ប្រទេសយើងអត់មានប្រជាទេប្រទេសកម្ពុជារាល់ថ្ងៃមានគណៈបកនយោបាយច្រើនណាស់អង្គការសង្គមស៊ីវិលក៏ច្រើនណាសេរីភាពបញ្ចេញមតិត្រូវបានផ្ដល់ជូនណាសារព័ត៌មានវិទ្យុទស្សនាវដ្តីច្រើនណាស់បាទនេះមិនតាន់គិតអំពីបណ្ដាញសង្គម Facebook ដែលកំពុងតែប្រើប្រាស់សេរីភាពយ៉ាងដាច់បង្ហាផងបាទសេរីភាពហូរហៀបាទអ្នកខ្លះជេរដល់នាយករដ្ឋមន្ត្រីជេរប្រមាថដល់ស្ដេចអានោះហើយជាប្រជាធិបតេយ្យអ្វីត្បិតតែការជេរប្រមាថវាខុសនឹងក្រមព្រហ្មមិនតាន់មែនក៏ប៉ុន្តែរដ្ឋាភិបាលមិនដែលយកទោសយកពៃទេគឺបើផ្ដល់សិទ្ធិឲ្យបងប្អូនយើងបញ្ចេញមតិដោយសេរីបាទអញ្ចឹងទេការចោទថាសម្ដេចលោកដឹកនាំប្រជាការគឺជារឿងមិនត្រឹមត្រូវទេបាទហើយជាមួយគ្នានេះដែរខ្ញុំក៏ចង់ប្រាប់ថាការចង់ឲ្យសម្ដេចចុះចេញអីណាឃើញបដាខ្លឹមសារអីហ្នឹងជារឿងអត់ទៅរួចទេបាទពីព្រោះសម្ដេចលោកជាប់ឆ្នោតដោយប្រជាជនបោះឆ្នោតឲ្យហើយអាណត្តិរបស់រដ្ឋធម្មនុញ្ញគេកំណត់ឲ្យ5ឆ្នាំបោះឆ្នោតម្ដងអញ្ចឹងដល់5ឆ្នាំបោះឆ្នោតទៀតបើសិនជាបោះឆ្នោតក្រោយសម្ដេចជាប់គឺសម្ដេចដឹកនាំតទៅទៀតបើសំខាន់បំផុតគឺប្រជាពលរដ្ឋគ្រប់គ្រងបាទដូចខ្ញុំនៅតែគ្រប់គ្រងសម្ដេចដូច្នេះខ្ញុំបោះឆ្នោតឲ្យសម្ដេចទៀតដូច្នេះបើសម្ដេចជាប់ដឹកនាំទៅទៀតបាទសំខាន់ឲ្យតែជាតិរីកចម្រើនបាទយើងត្រូវទទួលស្គាល់ការពិតបាទប្រទេសដែលហែកហួរដោយសារសង្គ្រាមយើងមួយនេះបាទយើងបានឆ្លងកាត់នៅក្តីឈឺចាប់ច្រើនណាស់បាទច្រើនណាស់ណាខ្មែរស្លាប់អស់ប្រមាណហើយបងប្អូនមួយចំនួនដែលកំពុងទៅរស់នៅស្រុកគេនោះដោយសារអីគឺដោយសារផលវិបាកនៃសង្គ្រាមរបស់អាមេរិកនោះឯងបាទឆ្នាំ1970ហ្នឹងគឺជាឆ្នាំចាប់ដើមសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាហើយបងប្អូនដែលឃ្លាតឆ្ងាយពីមាតុភូមិហ្នឹងគឺផ្ដើមចេញពីសង្គ្រាមនៅឆ្នាំ70នេះឯងបាទដូច្នេះបងប្អូនត្រូវទទួលស្គាល់ការពិតថាបងប្អូនឃ្លាតឆ្ងាយពីមាតុភូមិក៏ដោយសារសង្គ្រាមហើយសង្គ្រាមនេះអ្នកបង្កើតគឺអ្នកនៅពីក្រោយខ្នងអាមេរិកនេះឯងដែលចាក់លុនណុលឲ្យធ្វើរដ្ឋប្រហារទម្លាក់សម្ដេចតានោះដូច្នេះសម្ដេចតេជោលោកគ្រាន់តែជាជនរងគ្រោះម្នាក់នៃសង្គ្រាមបាទឆ្នាំ1970លោកទើបតែអាយុ18ឆ្នាំទេបាទប៉ុន្តែទីបំផុតជនរងគ្រោះដោយសារសង្គ្រាមម្នាក់នេះបានតស៊ូណារំដោះប្រជាជនរំដោះទឹកដីពីពួកខ្មែរក្រហមណាកាប់សម្លាប់របស់ពួកខ្មែរក្រហម
ណាបានកសាងប្រទេសយើងឲ្យមានការរីកចម្រើនមកដល់សប្តាហ៍ថ្ងៃនេះមិនមែនជាការងាយស្រួលទេណាយើងមានមោទនភាពទេដែលប្រទេសយើងធ្លាប់តែទទួលណាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមកជួយរៀបចំការបោះឆ្នោតមកជួយរៀបចំសន្តិសុខសុវត្ថិភាពឲ្យពួកយើងនៅឆ្នាំ91 92និង93តែពេលនេះកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោបានពង្រឹងនៅសមត្ថភាពរបស់ខ្លួនរហូតដល់យើងបញ្ជូនកម្លាំងរបស់យើងคล้ายទៅជាកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិវិញបាទនេះជាមោទនភាពយើងណាស់បាទដែលសម្ដេចលោកបានធ្វើការដឹកនាំប្រទេសឲ្យមានមុខមាត់ស្មើគេស្មើឯងលើពិភពលោកពីមុនយើងឯកោណាបាទយើងមានសង្គ្រាមគេហុំព័ទ្ធសេដ្ឋកិច្ចផងណាគេធ្វើបាបសពបែបយ៉ាងតែទីបំផុតការតស៊ូការព្យាយាមណាការលះបង់របស់សម្ដេចបានធ្វើឲ្យប្រទេសយើងគេចផុតពីសង្គ្រាមហើយនាំសន្តិភាពមកពេញលេញណាសូម្បីតែឆ្នាំ93ដែលអ៊ុនតាក់ចំណាយអស់ជាង$2000 លានมันអាចនាំសន្តិភាពមកពេញលេញទេតែដោយសារសម្ដេចលោកអនុវត្តនៅនយោបាយឈ្នះឈ្នះយើងបាននាំមកនៅសន្តិភាពពេញលេញណារំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ពួកខ្មែរក្រហមណាជាស្ថាពរនៅឆ្នាំ1998បាទហើយសន្តិភាពពេញលេញនេះហើយដែលផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាដើរហើរដោយសេរីទៅណាក៏បានយប់ប្រលប់ណាគ្មានខ្វាយខ្វល់ពីរឿងចោលព្រៃចោលប្លន់ពួនស្ទាក់តាមផ្លូវអីណាទៀតទេបាទចឹងហើយនេះជាមោទនភាពរបស់យើងហើយដែលយើងត្រូវតែទទួលស្គាល់ការពិតជាការពិតណាមានចំណុចខ្វះខាតខ្លះនៅក្នុងការដឹកនាំជាតិក្នុងការដឹកនាំរដ្ឋាភិបាលក៏ប៉ុន្តែចំណុចអវិជ្ជមានតិចតួចស្ដួចស្ដាងទាំងអស់នោះយើងរួមគ្នាគិតរួមគ្នាកែលម្អមិនមែនរួមគ្នាជីរួមគ្នាបចោរួមគ្នាជាប់ផលិតទេបាទចឹងទេឲ្យសូមបងប្អូនខ្មែរដែលកំពុងធ្វើបាតកម្មនៅទីនោះមេត្តាស្ដាប់នៅសាររបស់ខ្ញុំពីទីនេះហើយសូមយល់អំពីការពិតរបស់កម្ពុជាបាទខ្ញុំអត់មានអ្វីទេហើយសង្ឃឹមថាក្រោយពីបងប្អូនស្ដាប់នៅការបកស្រាយរបស់ខ្ញុំនេះបងប្អូននឹងមានការយល់ដឹងឡើងវិញបាទហើយបើសិនជាមានការខុសឆ្គងអីសូមមេត្តាអធិស្ឋានយើងខ្ញុំរីករាយនឹងទទួលយកនៅការរិះគន់គ្រប់ពេលវេលាបាទសូមអរគុណ